បាទសួស្តីអ្នកទាំងអស់គ្នាអញ្ចឹងនេះគឺជាវីដេអូរបៀបនៃការកំណត់ម៉ោងធ្វើការបុគ្គលិកដែលគាត់មានម៉ោងធ្វើការច្បាស់លាស់បាទឬមួយក៏កែម៉ោងធ្វើការបុគ្គលិកដែលគាត់មានម៉ោងធ្វើការច្បាស់លាស់អញ្ចឹងដើម្បីកំណត់បានអ្នកទាំងអស់គ្នាគ្រាន់តែចូលមកកាន់ system change me ហើយចុចពាក្យថា set up ហើយយកពាក្យថា work day time អញ្ចឹងមុខងារ work day time នេះគឺជាមុខងារដែលអាចឲ្យអ្នកទាំងអស់គ្នាកំណត់ម៉ោងធ្វើការឲ្យបុគ្គលិកបានអញ្ចឹងដើម្បីកំណត់បានបើសិនជាករណីអ្នកទាំងអស់គ្នាកំណត់ម៉ោងធ្វើការសម្រាប់តែបុគ្គលិកម្នាក់ចុចលើឈ្មោះគាត់តែម្នាក់អញ្ចឹងមកបាទបន្តមកទៀតវាមានពីរជម្រើសជូនអ្នកទាំងអស់គ្នាបើសិនជាអ្នកទាំងអស់គ្នាយកជា flexible បានន័យថាអ្នកទាំងអស់គ្នាអាចកំណត់តាមថ្ងៃបានអញ្ចឹងថ្ងៃច័ន្ទគាត់ធ្វើការពីម៉ោងប្រហែលដល់ម៉ោងប្រហែលថ្ងៃអង្គារគាត់ធ្វើការពីម៉ោងប្រហែលដល់ម៉ោងប្រហែលអ្នកទាំងអស់គ្នាអាចសេរីតាមនឹងបានបាទហើយបើសិនជាករណីគាត់ scan តែកន្លះថ្ងៃទេបាទឬមួយគាត់ scan តែ2ដងទេឧទាហរណ៍ដូចជាថ្ងៃសៅរ៍ចុះអញ្ចឹងនៅត្រង់ចំណុចនេះអ្នកទាំងអស់គ្នាចុចពីថា half day បាទ half day បានន័យថា scan តែ2ដងបាទឬមួយគាត់ធ្វើការតាមកព្រឹកហ្នឹងបាទឬមួយក៏មកកណ្ដាប់ថ្ងៃហ្នឹងបាទហើយដាក់ម៉ោងដែលគាត់ចូលមកគាត់ចេញមកគឺបានហើយបន្តមកទៀត person ជាថ្ងៃណាដែលគាត់អត់ធ្វើការឧទាហរណ៍ដូចជាថ្ងៃអាទិត្យបាទអញ្ចឹងដកគ្រីសកន្លែងពាក្យថា work នេះមកបាទអញ្ចឹងគឺកន្លែងហ្នឹងគឺអត់មានម៉ោងធ្វើការរបស់គាត់ទេចុច sell មួយមកគឺបានហើយបាទនេះអញ្ចឹងហ្នឹងគឺកែម្ដងម្នាក់មួយទៀតគឺកែជា group បាទចុចពាក្យថា edit group នៅកន្លែងនេះអ្នកទាំងអស់គ្នារើសមកបាទមកក្រុមបុគ្គលិកប្រមាណអ្នកដែលគាត់មានម៉ោងធ្វើការដូចគ្នាបាទអញ្ចឹងឧទាហរណ៍ថា3នាក់ចុះបាទគាត់មានម៉ោងធ្វើការដូចគ្នាបាទអញ្ចឹងខ្ញុំចុចយកកែកន្លែងហ្នឹងដែរបាទខ្ញុំកែកន្លែងពាក្យថា flexible ហ្នឹងដែរអញ្ចឹងយើងអាចកែតាមហ្នឹងបានឬមួយក៏ម្យ៉ាងទៀតបើសិនជាយើងយកពាក្យថា standard បាទ standard អញ្ចឹង standard នេះអ្នកទាំងអស់គ្នាគ្រាន់កែតែម៉ោងមកបាទហើយគ្រីសថ្ងៃនេះទៅបាទអញ្ចឹងគឺម៉ោងហ្នឹងវានឹងរត់ចូលទៅគ្រប់ថ្ងៃហ្នឹងតែម្ដងបាទហើយចុចពាក្យថា sell change មកគឺបានហើយបើសិនជាករណី scan តែ2ដងទេនៅក្នុងមួយថ្ងៃបាទចុចពាក្យថា half day មកបាទឬមួយក៏ half day ហ្នឹងបាទចុចអាហ្នឹងហើយចុច sell change មកគឺបានហើយបាទបន្តមកទៀតgroup by department បាទចុចពាក្យថា group by department នៅកន្លែងនេះអ្នកទាំងអស់គ្នាកែតាម department បាទអញ្ចឹងចុចដូចគ្នាដែរមកបាទរើស department មួយណាដែលអ្នកទាំងអស់គ្នាចង់កែចុចយក standard ដូចគ្នាដែរមកបាទបើសិនជាអ្នកទាំងអស់គ្នាចង់កែនៅកន្លែង standard ហើយបើសិនជាចង់យក flexible កែកន្លែង flexible មកចុច sell change មកគឺបានដូចគ្នាហើយមួយទៀតគឺកែតាមសាខាបាទគឺ group by brand បាទចុចកន្លែងហ្នឹងមកបន្តមកទៀតរើសសាខាមួយមកដែលអ្នកទាំងអស់គ្នាចង់កែបាទឧទាហរណ៍ថាខ្ញុំចង់កែនៅក្នុងសាខា demo ខ្ញុំយកជា standard មកបាទហើយខ្ញុំឲ្យគាត់ scan 4ដងទៅបាទថ្ងៃអាទិត្យគាត់ធ្វើការទេហើយថ្ងៃសៅរ៍គាត់អត់ធ្វើការដែរខ្ញុំដកគ្រីស2ថ្ងៃហ្នឹងមកបាទចុច sell change មកគឺបានហើយអញ្ចឹងគ្រប់បុគ្គលិកដែលគាត់នៅសាខា demo ហ្នឹងគឺគាត់មានម៉ោងធ្វើការដូចគ្នាបាទអ្នកទាំងអស់គ្នាអាចមើលបានបាទ